នេះគឺជាដុំសាកថ្មដុំសាកប្រភេទនេះគឺជាដុំសាក12 វ៉ុលគឺវាមានតម្លៃថោកខ្លាំងមិនជាថ្លៃទេបើសិនជាបងប្អូនខូចគឺអាចទៅទិញថ្មីតែម្ដងទៅប៉ុន្តែថ្ងៃនេះឆងរបស់ខ្ញុំនឹងយកមកជួសជុលដើម្បីឲ្យបងប្អូនមើលចុះពេលដែលយើងដាក់ភ្លើងចូលហើយយើងវាស់វាមើលគឺភ្លើងវាអត់មាននោះទេគឺភ្លើង0.ប្រមាណវ៉ុលតែប៉ុណ្្នឹងឯងគឺអត់មានភ្លើងអីទាំងអស់ពេលដែលយើងដោះវាចេញមកយើងនឹងឃើញវាឆេះឃើញទេបងប្អូនឃើញវាខ្មៅអញ្ចឹងទេខ្មៅឆេះនេះគឺអាចបណ្ដាលមកពីផ្ទុះសេបាទគឺមកពីយើងអាចប្រើភ្លើងលើសឬក៏ភ្លើងឡើងចុះអីចឹងទៅហើយយើងមើលអាការៈរបស់វាយើងសង្កេតឃើញថាយ៉ូតបាទយ៉ូតជើង4ត្រង់នេះគឺវាឆេះបាត់ទៅហើយអញ្ចឹងយើងនឹងធ្វើការសម្អាតវាសិនដោយប្រើសាំងក្អូបយើងយកសាំងក្អូបមកដាក់ហើយយកច្រាស់ដោះធ្មេញដោះចុះដល់ឡើងមកវាស្អាតបាត់ទៅហើយពេលវាជ្រះអាខ្មៅនឹងហើយយើងយកយ៉ូតនឹងចោលហើយយើងមើលទៅយើងនឹងបដូរយ៉ូតនេះម្ដងតែយ៉ូតដែលយកមកប្រើនៅក្នុងវីដេអូនេះគឺប្រើយ៉ូតធម្មតាប៉ុន្តែយើងប្រើ4គ្រាប់យើងតវាឲ្យកើតទៅជាយ៉ូតជើង4ដូចគ្នាហើយយើងក៏ត្រៀមនឹងយកឧបករណ៍របស់យើងមកដើម្បីកាត់ផែន print យកមកដាក់សាកមើលតើវាដំណើរការយ៉ាងម៉េចហើយ IC មួយនេះវាខូចដែរឬអត់អញ្ចឹងណាអញ្ចឹងយើងខាត់វាសិនមកយើងខាត់វាឲ្យស្អាតបន្ទាប់មកហើយកុំឲ្យវាមានខ្សែលួសក្រហមនៅនឹងខាត់ឲ្យស្អាតហើយយើងចោះវាធ្វើការចោះតម្រង់ជើងវាឲ្យបានមួយខាង4រួនមកហើយយើងយកយ៉ូតរបស់យើងនឹងយកមកដាក់បញ្ចូលឲ្យវាចេញរូបរាងស្អាតហើយយើងក៏ធ្វើការផ្សារវាឲ្យคล้ายទៅជាយ៉ូតជើង4ពេលដែលយើងផ្សាររួចហើយយើងដាក់ភ្លើងចូលគឺឃើញថាមិនដំណើរការទេព្រោះ IC មួយនេះវាបានខូចបាត់ទៅហើយ IC នេះគឺ IC តុងស្យុងបាទគឺបញ្ចេញប្រេកកង់មកបញ្ជាដុំហើយមើលយើងសាក់វាស់ចូលមើលវា00អូមបាទ IC នេះវាត្រូវមានអូមចានេះវា00អូមវាឆក់គឺវាឆេះហ្នឹងហើយកូពីហើយឥឡូវយើងដូរ IC ថ្មីហើយដូរ IC ថ្មីយើងនឹងរៀបចូលនៅក្នុងឧបករណ៍របស់យើងវិញហើយយើងសាកដោតមើលគឺភ្លើង LED ហ្នឹងវាចេញភ្លើងហើយអញ្ចឹងសង្ឃឹមឲ្យបងប្អូនចេញភ្លើងបែបនេះដល់ពេលយើងមកវាស់មើលគឺវាឃើញភ្លើង12 វ៉ុលចុច2បាទអញ្ចឹងគឺយើងអាចប្រើប្រាស់វាបានធម្មតាហើយបើសិនជាខូចគឺបងប្អូនអាចទៅទិញថ្មីតែម្ដងទៅមិនចាំបាច់ជួសជុលទេព្រោះវាតម្លៃថោកតែក្នុងវីដេអូនេះគឺធ្វើដើម្បីឲ្យបងប្អូនដឹងថាវាអាចជួសជុលបាន